បងប្អូនជាទូទៅនៅក្នុងផ្ទះរបស់បងប្អូនមានមនុស្សម្នាក់ដែលមនុស្សម្នាក់ហ្នឹងដើរតួនាទីសំខាន់ខ្លាំងមែនទែនហើយបងប្អូនប្រហែលជាគិតថាជាម្ដាយឬជាឪពុករបស់បងប្អូនតែតាមពិតមិនមែនទេមនុស្សម្នាក់ហ្នឹងគឺជាកូនស្រីច្បងគេតែមិនមែនមានន័យថាគាត់គឺជាកូនបងទើបជាមនុស្សសំខាន់ហ្នឹងឯងមានន័យថាទោះបីជាគាត់ជាកូនទី2ក៏ដោយជាកូនទី3ក៏ដោយតែនៅក្នុងគ្រួសារហ្នឹងមានបងប្អូន5នាក់6នាក់អីចឹងតែកូនស្រីម្នាក់នោះគឺជាមនុស្សដ៏សំខាន់ម្នាក់នៅក្នុងគ្រួសារមិនបានអញ្ចឹងបងប្អូនជាទូទៅគាត់ព្យាយាមធ្វើជាគំរូរបស់បងប្អូនគាត់តែងតែខ្វល់ខ្វាយគូពីបងប្អូនគាត់តែងតែខ្វល់ខ្វាយអំពីសុខទុក្ខម្ដាយឪពុកគិតគូរពីអនាគតរបស់បងប្អូនដូច្នេះបើសិនជានៅក្នុងគ្រួសារហ្នឹងបងប្អូនមានបងស្រីឬបងប្អូនមានកូនស្រីដែលជាកូនច្បងឬក៏កូនទី2កូនទី3ក៏ដោយសូមបងប្អូនទាំងអស់គ្នាចេះស្រឡាញ់គាត់ចេះយល់ចិត្តគាត់ស្វែងយល់ពីគាត់ជាទូទៅគាត់ចូលចិត្តលាក់អារម្មណ៍អត់ឲ្យបងប្អូនឬក៏ឪពុកម្ដាយដឹងពីទុក្ខលំបាកឬក៏បញ្ហានៅក្នុងជីវិតរបស់គាត់ទេគាត់លាក់ព្រោះគាត់អត់ចង់ឲ្យអ្នកដទៃលំបាកដោយសារគាត់ទេតែគាត់សុខចិត្តទទួលយកសម្ពាធនៅក្នុងគ្រួសារនៅសាលារៀននៅកន្លែងធ្វើការអីចឹងទៅតែគាត់អត់ចង់ឲ្យម្ដាយឪពុកឬក៏បងប្អូនមានសម្ពាធដូចគាត់ទេអញ្ចឹងកន្លែងហ្នឹងសូមបងប្អូនរក្សាគាត់ហើយស្រឡាញ់គាត់ឲ្យតម្លៃគាត់លើសពីហ្នឹងទៅទៀតបើសិនជាបងប្អូនជាប្អូនគាត់សូមបងប្អូនយល់ចិត្តគាត់ផងជាម្ដាយឪពុកសូមផ្ដល់ក្តីស្រឡាញ់ឲ្យគាត់ផងមានរឿងច្រើនដែលយើងប្រកែកអត់បានទេយើងក៏កែប្រែអត់បានដែរតែយើងបានព្យាយាមហើយយើងបានប្រឹងហើយខំហើយស៊ូហើយធ្វើហើយតែលទ្ធផលវាបានមកអត់គប់ចិត្តអត់ពេញចិត្តយើងតែទោះបីជាយ៉ាងណាក៏ដោយយើងត្រូវតែទទួលស្គាល់ការពិតយើងត្រូវតែហ៊ានប្រឈមមុខជាមួយខ្លួនឯងពេលខ្លះលទ្ធផលមិនសមបំណងយើងទេចេញមកផ្ទុយស្រឡះធ្វើឲ្យយើងឈឺចាប់ស្រក់ទឹកភ្នែកធ្វើឲ្យយើងពេលខ្លះមានអារម្មណ៍ថាហេតុអ្វីបានជាជីវិតអយុត្តិធម៌ម្ល៉េះតើមនុស្សល្អមានទេតើរឿងល្អអាចកើតឡើងនៅក្នុងជីវិតរបស់យើងទេពេលខ្លះបងប្អូនសួរសំណួរដែលមិនមានអ្នកឆ្លើយបងប្អូនអង្គុយសម្រក់ទឹកភ្នែកម្នាក់ឯងនៅក្នុងបន្ទប់នៅគៀនលបងនៅក្រោមដើមឈើឬនៅទីតាំងមួយចំនួនផ្សេងទៀតដែលអ្នកដទៃមើលមិនឃើញហើយបងប្អូនបានសួរសំណួរជាច្រើនតែរឿងរ៉ាវគ្រប់សពបែបយ៉ាងវាបានកើតឡើងរួចទៅហើយលទ្ធផលក៏វាបានចេញមកហើយចង់មិនចង់យើងត្រូវតែទទួលយកហើយយើងទទួលស្គាល់ទៅថាអ្វីគ្រប់បែបយ៉ាងកែប្រែអត់បានទេទោះបីជាវាមិនស័ក្តិសមក្នុងការកើតវាមិនពេញនឹងបំណងរបស់បងប្អូនក៏ដោយតែទទួលយកវាទៅទទួលស្គាល់ការពិតទៅនៅពេលដែលបងប្អូនទទួលស្គាល់ការពិតវាឈឺចាប់ប៉ុន្តែក្រោយពេលឈឺចាប់បងប្អូនលែងឈឺចាប់ទៀតហើយតែបើសិនជាបងប្អូនអត់ទទួលស្គាល់ការពិតបងប្អូននឹងឈឺចាប់ជារៀងរហូតបងប្អូនទាំងអស់គ្នាខ្ញុំអាចយល់បាននៅក្នុងជីវិតពេលខ្លះយើងមានអារម្មណ៍ថាយើងជួបរឿងអយុត្តិធម៌ច្រើនណាស់ហើយយើងមិនអាចទៅប្រាប់អ្នកណាបានទេបកស្រាយអីក៏មិនបានដែរព្រោះពេលខ្លះនិយាយកាន់តែច្រើនខុសកាន់តែច្រើននិយាយកាន់តែច្រើនធ្វើឲ្យអ្នកដទៃគិតថាយើងព្យាយាមបកស្រាយដើម្បីយកតែរួចខ្លួនយកតែល្អខ្លួនឯងតែប៉ុណ្ណោះតែតាមពិតវាមិនមែនអញ្ចឹងទេយើងគ្រាន់តែចង់ប្រាប់អ្នកដទៃថាវាអយុត្តិធម៌ណាស់ប៉ុន្តែជីវិតវាអញ្ចឹងឯងពេលខ្លះគ្រោះក្នុងលៀបហើយពេលខ្លះទៀតលៀបក្នុងគ្រោះជីវិតវាអញ្ចឹងណាហេតុនេះហើយបើសិនជាបងប្អូនជួបរឿងអយុត្តិធម៌ឬក៏រឿងរ៉ាវដែលបងប្អូនគិតថាមិនសមបំណងមិនពេញចិត្តមិនសប្បាយចិត្តបើបងប្អូនចង់យំក៏យំទៅតែបងប្អូនត្រូវតែហ៊ានទទួលយកការពិតថារឿងហ្នឹងវាកើតឡើងហើយយើងដូរផ្លាស់វាអត់បានទេទោះបីជាដើរបណ្ដើរយំបណ្ដើរក៏ត្រូវតែដើរទៅមុខបន្តទៀតអត់អីទេយំចាស់តែកុំបោះបង់ខ្លួនឯងកុំបោះបង់គោលដៅកុំបោះបង់ភាពក្នុងនាមជាមនុស្សល្អកុំបោះបង់ទង្វើល្អកុំបដូរខ្លួនឯងដោយសារតែមនុស្សមិនល្អកុំបដូរខ្លួនឯងដោយសារតែអ្នកដទៃធ្លាប់ធ្វើជាមនុស្សល្អធ្លាប់ធ្វើជារឿងល្អសូមធ្វើបន្តទៀតយើងពុំគួរដូរខ្លួនឯងពីមនុស្សល្អទៅជាមនុស្សមិនល្អដោយសារតែមនុស្សមិនល្អទេបើសិនជាយើងគឺជាមនុស្សបែបនោះមានន័យថាកន្លងមកហ្នឹងយើងសំដែងទេយើងមិនមែនជាមនុស្សល្អទេប៉ុន្តែបើយើងជាមនុស្សល្អពិតយើងអត់ដូរផ្លាស់ដោយសារអ្នកណាទាំងអស់ចង់អ្នកឯងជាអ្នកណាមកពីណានិយាយបែបណាខ្ញុំអត់ដូរផ្លាស់ខ្លួនឯងទេ
ខ្ញុំមិនផ្លាស់ប្ដូរភាពជាខ្ញុំទេខ្ញុំធ្លាប់ធ្វើអីខ្ញុំនឹងធ្វើនឹងបន្តទៀតខ្ញុំធ្លាប់ធ្វើរឿងល្អរឿងត្រឹមត្រូវខ្ញុំនឹងបន្តធ្វើរឿងល្អរឿងត្រឹមត្រូវរហូតដល់ដង្ហើមចុងក្រោយនេះជាអ្វីដែលខ្ញុំចង់និយាយហើយចង់ជម្រាបជូនបងប្អូននៅថ្ងៃនេះខ្ញុំមិនមែនកំពុងលើកទឹកចិត្តបងប្អូនទេប៉ុន្តែខ្ញុំកំពុងតែបញ្យល់ឲ្យបងប្អូនយល់ជីវិតវាអញ្ចឹងវាជួបរឿងគ្រប់សពបែបយ៉ាងហ្នឹងវាមានសើចវាមានយំវាមានទុក្ខវាមានសុខវាមានកើតវាមានស្លាប់វាជារឿងធម្មតាទេបងប្អូនចង់ឲ្យសុខរហូតល្អរហូតក៏វាមិនបានបងប្អូនមើលព្រះអាទិត្យមើលព្រះច័ន្ទមើលបងប្អូនមើលពេលវេលាថ្ងៃពេលវេលាយប់មើលវាត្រូវតែមានអញ្ចឹងវាអាចមកឆ្កុយតែឯងមកហ្មងអត់ទេមានថ្ងៃវាមានយប់មានព្រះអាទិត្យមានព្រះច័ន្ទបងប្អូនឃើញអត់មានរដូវក្តៅរដូវរងាអ្វីក៏ដោយវាមានគូរបស់វាអញ្ចឹងឯងវាមានអាក្រក់មានល្អមានសុខមានទុក្ខមានកើតមានស្លាប់តែអ្វីដែលសំខាន់គឺភាពជាខ្លួនឯងជាអ្នកណារក្សាអាហ្នឹងបន្តទៀតអត្តសញ្ញាណរបស់យើងមិនគួរត្រូវបានបដូរផ្លាស់ដោយសារតែអ្នកណាទាំងអស់តែអ្វីដែលខ្ញុំចង់បញ្ជាក់ចុងក្រោយនៅទីនេះគឺទទួលស្គាល់ការពិតរឿងគ្រប់យ៉ាងវាបានកើតឡើងហើយមិនបាច់ស្ដាយក្រោយមិនបាច់ឈឺចាប់តែបើចង់យំបានតែដើរបន្តទៅមុខជាដាច់ខាតកុំបោះបង់មានជីវិតត្រូវមានក្តីសង្ឃឹមបងប្អូនគិតមើលមិនដឹងជាមានសត្វប្រមាណពាន់លានប្រភេទចង់កើតជាមនុស្សចោះយើងបានកើតជាមនុស្សមិនក៏ពេលខ្លះយើងចង់បោះបង់ជីវិតខ្លួនឯងខណៈពេលដែលមានសត្វរាប់ពាន់លានប្រភេទចង់កើតជាមនុស្សមិនទាន់បានកើតជាមនុស្សផងហើយយើងបានកើតជាមនុស្សមិនបានយើងត្រូវបោះបង់ខ្លួនឯងមិនបានយើងត្រូវចង់ស្លាប់មិនបានយើងត្រូវសម្លាប់ខ្លួនមិនបានយើងត្រូវសម្លាប់អ្នកដទៃអត់ទេបានកើតជាមនុស្សនេះបុណ្យកុសលខ្ពស់ណាស់ធ្វើរឿងល្អដើម្បីជាតិក្រោយទៀតឬក៏ពេលណាមួយនោះដែលខ្ញុំអត់ដឹងទេតែបើបងប្អូនមានឱកាសបានកើតជាមនុស្សសាជាថ្មីម្ដងទៀតនោះបានកើតជាមនុស្សដែលមានបញ្ញាខ្ពស់ល្វីឆ្លាតស្អាតល្អប្រកែហើយកើតមកនៅក្នុងតកូលខ្ពង់ខ្ពស់អីចឹងទៅតែលើពីហ្នឹងទៅទៀតចំណុចមួយគត់ដែលខ្ញុំចង់ឲ្យបងប្អូនមានគឺកើតមកមានសុខភាពល្អមួយនឹងធ្វើឲ្យបងប្អូនអាចធ្វើអ្វីក៏បានដែរអញ្ចឹងពីខ្ញុំទៅខ្ញុំក៏មិនប្រាថ្នាហើយខ្ញុំក៏មិនចង់ឲ្យបងប្អូនប្រាថ្នាអីដែរព្រោះការប្រាថ្នាហ្នឹងវាមិនប្រកបតែបានទេវាសំខាន់ទង្វើរបស់យើងទៅកាន់រឿងមួយហ្នឹងបើបងប្អូនមួយថ្ងៃស្រែកតែខ្ញុំចង់បានលុយស្រែកយូរទៅអាចឡប់សតិណាប៉ុន្តែបើយើងពិតជាចង់បានលុយមែនប្រឹងធ្វើការទៅប្រឹងរកស៊ីទៅគ្រាន់តែតិចហើយច្រើនតែយើងនឹងបានអរគុណបងប្អូនជម្រាបលាឥឡូវនេះយើងធ្វើឆ្អិនរួចរាល់ហើយតំណងញ៉ាំអត់បងប្អូនបាយទាំងអស់គ្នា